ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី80រាជកុមារបានសុំអង្វរឲ្យព្រះមាតាវិលមកអង្គរវិញតាមការអង្វររបស់បិតាប៉ុន្តែនាងសីតាបដិសេធហើយបាននិយាយថាលុះត្រាតែព្រះរាមសុគតទើបនាងចូលទៅថ្វាយបង្គំសពតែម្ដងរាជកុមារសុំថ្វាយភីលៀងដល់នាងសីតាដើម្បីទុកឲ្យនៅតាមបម្រើនាងតាមបណ្ដាំរបស់បិតាដែលបានប្រាប់មកប៉ុន្តែនាងសីតាបានបដិសេធព្រោះនាងរស់នៅ10ឆ្នាំមកគ្មានភីលៀងទេរាជកុមារទាំងពីរអស់ក្តីសង្ឃឹមអាណិតបិតានិងមាតាផងក៏សោយសោកតតែសន្លប់បាត់ស្មារតីនាងសីតាបានលួងលោមបុត្រឲ្យស្រាក់ចិត្តដោយដឹងថានាងសីតាយល់ព្រមវិលមកវិញលុះត្រាតែព្រះរាមសុគតព្រះរាមក៏ហៅម្ចាស់ប្អូននិងសេនាជំនិតមកបង្កើតគម្រោងការហនុមានបាននិម្មិតកោដ្ឋមាសដ៏ធំមួយពួកស្រីស្នំបានរៀបចំខ្លួនធ្វើជាយំសោកចំពោះការចូលទីវង្គតរបស់ព្រះរាមរីឯរាជកុមារទាំងពីរត្រូវបានគេនាំយកទៅឆ្ងាយពីនគរព្រះរាមដើរលបទៅពួននៅក្បែរកោដ្ឋមាសនោះហនុមានទៅទូលនាងសីតាដោយបានកុហកថាតាំងពីបានជួបព្រះនាងមកព្រះរាមកាត់ទុកអត់បាយរហូតដល់ស្គមខ្លួនលុះដឹងថានាងដាច់អាល័យចំពោះព្រះរាមហើយព្រះអង្គសោយសោកលុះត្រាតែចូលទីវង្គតនាងសីតាឮដូច្នេះក៏សោយសោកអាណិតស្ទើរសន្លប់បាត់ស្មារតីឥសីបានបន្ទោសនាងហើយបង្ខំឲ្យនាងវិលចូលមកនគរវិញពួកស្រីស្នំទាំងឡាយឃើញនាងសីតាស្គមខុសពីធម្មតាក៏នាំគ្នាយំអាណិតនាងសីតានឹកស្មានថាពួកស្នំនេះយំកំដរសពព្រះរាមក៏ក្តុកក្តួលអួលក្នុងចិត្តហើយគុកទ្រូងនោនីលតតែសន្លប់ជាឱកាសល្អរបស់ព្រះរាមបានយាងចេញមកត្រកងបីនាងសីតានាងសីតាដឹងខ្លួនឡើងវិញក៏ស្ដីបន្ទោសព្រះរាមថាជាក្សត្រឥតខ្មាស់ហើយក៏ស្ទុះរត់ចេញទៅព្រះរាមខំរត់ចេញតាមចាប់នាងមិនបានក៏ស្រែកហៅម្ចាស់ប្អូននិងហនុមានឲ្យជួយស្ទាក់ចាប់ទៀតនាងសីតាបានឧទ្ទិសសុំឲ្យតេជះនៃពាក្យសច្ចៈរបស់នាងជួយពេលនោះធរណីក៏បើកផ្លូវបញ្ជូននាងទៅដល់ឋានភុជង្គនាគស្ដេចនាគឈ្មោះភិរុននិងមហេសីឈ្មោះរតនាទេវីបានយកនាងសីតាទៅតម្កល់ទុកដូចជាព្រះមាតាព្រះរាមប្រហនុមានឲ្យតាមទៅស៊ើបរកនាងសីតានៅឋានភុជង្គនាគហនុមានត្រូវនាងសីតាជាគំរោះគំរើយបណ្ដេញឲ្យត្រឡប់មកវិញព្រះរាមតតម្រេចក៏សរសេរអក្សរាភ្ជាប់ទៅជាមួយមុខព្រួញហើយក៏ថ្លែងទៅនាងសីតាដែលនៅឋានបាដាល